អ្នកកសែតបានលើពីអាចារ្យមារាមថាលោកលូជីនឹងមកចាប់អ្នកផិតក្បត់ជាមួយនឹងប្រពន្ធរបស់គាត់អ្នកកសែតក៏បានសួរលោកលូជីថាតើពិតប្រាកដដែរទេថាអ្នកស្រីលូមានតំណែងជាមួយនឹងប្រធានស៊ូលោកលូជីគាត់ក៏បានឆ្លើយយ៉ាងមុតមមថាពិតឬមិនពិតអ្នកទាំងអស់គ្នានឹងដឹងក្នុងពេលឆាប់ៗនេះលោកលូជីគិតថាតួស្រីយើងនេះមិនទៅផ្ទះគាត់ក៏បានថានឹងធ្វើឲ្យតួស្រីយើងនេះខ្មាស់គេឯងតែម្ដងបានចាត់ប្រកាន់តួស្រីយើងនេះមានតំណែងជាមួយនឹងលោកប្រធានស៊ូហើយនាំទាំងអ្នកកសែតមកជាមួយផងដែរយើងងាកមកមើលខាងតួស្រីយើងនេះវិញគាត់កំពុងតែបំពេញកិច្ចការងារស្រាវជ្រាវរបស់នាងនឹងបោកបတ်បង្ហាញអំពីគម្រោងក្រុមហ៊ុនរបស់នាងនិងលោកស៊ូឲ្យអ្នកទាំងអស់គ្នាបានយល់បានដឹងពួកគេក៏បានទះដៃអបអរចំពោះតួស្រីយើងផងដែរក្រុមពេជ្រនោះលោកលូជីគាត់ក៏បានបើកគ្នាចូលមករួមទាំងអ្នកកសែតហើយនិងអ្នកនាងស៊ីរុកផងដែរនៅពេលដែលលោកលូជីគាត់កំពុងតែចូលមកនោះតួស្រីរបស់យើងក៏មានការផិតភ័យផងដែរកំពុងតែឆ្ងល់ហេតុអ្វីក៏គាត់មកទីនេះលោកលូជីក៏បាននិយាយទៅកាន់តួស្រីយើងថាស៊ីនេះខ្ញុំមិននឹកឆ្មានថាអ្នកនៅជាមួយមនុស្សផិតក្បត់នេះទេអ្នកនាងស៊ីរុកក៏និយាយថាបងស្រីខ្ញុំដឹងព្រោះតែពួកយើងនេះមិនមែនកើតមកម្ដាយតែមួយឯងតែងតែស្អប់ខ្ញុំឯងគិតថាម៉ាក់ខ្ញុំយកប៉ាឯងទៅប៉ុន្តែបងថ្លៃគាត់ល្អចំពោះអ្នកណាអ្នកមិនអាចធ្វើដូច្នេះនៅចំពោះមុខមនុស្សជាច្រើននោះទេខ្ញុំពិតជាអាណិតគាត់ដល់ចិត្តឈ្មោះបន្ទាប់ពីអ្នកនាងស៊ីរុកនិយាយដូច្នេះលោកលូជីក៏បាននិយាយទៅកាន់តួស្រីយើងថាស៊ីនេះខ្ញុំបានមើលថែអ្នកអស់រយៈពេល7ឆ្នាំអ្នកគិតថាខ្ញុំបោកអ្នកត្រូវរញ៉េរញ៉ៃជីវិតដ៏ល្អរបស់យើងបែបនេះមែនទេតើមកតួស្រីយើងគាត់ក៏បានឆ្លើយថាលូជីអ្នកគិតថាខ្ញុំកំពុងបង្កបញ្ហាឲ្យអ្នកមែនទេតើអ្នកចង់ស្ដាប់អ្វីដែលអ្នកកំពុងនិយាយនេះទេពួកយើងមួយណាដែលកំពុងបង្កបញ្ហារៀបការ7ឆ្នាំនេះអ្នកណាធ្វើខុសបន្ទាប់ពីតួស្រីយើងនិយាយដូច្នេះអ្នកនាងស៊ីរុកនេះក៏បានមើលមុខមើលក្រោយល្បិចកិច្ចកលតែម្ដងណានាងស៊ីរុកក៏និយាយថាបងស្រីបន្ទាប់មកនាងក៏បានលុតជង្គង់ក៏និយាយបន្តទៀតថាបងស្រីសូមជួយខ្ញុំផងសូមអ្នកឈប់ធ្វើបែបនេះទៀតទៅសូមអ្នកមកផ្ទះជាមួយខ្ញុំចុះតួស្រីយើងក៏គៀសដៃនាងចេញអ្នកនាងស៊ីរុកក៏និយាយបន្តទៀតថាទោះបីជាអ្នកមិនផ្ដល់មុខមាត់ឲ្យខ្ញុំក៏ដោយអ្នកត្រូវតែពិចារណានៅមុខមាត់របស់អាជីផងដែរឆ្នាំមុនអ្នកត្រូវបានគេផុសវីដេអូតាមបណ្ដាញអ៊ីនធឺណិតទាំងមូលអាជីបានឈប់ពីមុខអ្នកដោយមិនស្ទាក់ស្ទើរហើយរៀបការជាមួយអ្នកបន្ទាប់មកគាត់បានផ្ដល់ឲ្យអ្នកនៅផ្ទះដ៏រីករាយបន្ទាប់ពីអ្នកនាងស៊ីរុកនិយាយបែបនេះលោកលូជីគាត់ក៏បានលើកអ្នកនាងស៊ីរុកភាសាព័ត៌មានក៏បាននិយាយថាអ្នកពិតជាឈួតមែនស្ត្រីម្នាក់ដែលត្រូវបានគេលេងជាមួយបែបនេះវាល្អណាស់ដែលមានបុរសដែលចង់បានអ្វីក៏នាងនៅធ្វើចរិតបែបនេះអ្នកនាងស៊ីរុកក៏បានគិតក្នុងចិត្តថានាងគឺជាមនុស្សកុហ្វក់លោកលូជីពិតជាសំណាងអាក្រក់ខ្លាំងណាស់ដែលរៀបការជាមួយមនុស្សស្រីដែលមិនចេះអៀនខ្មាស់បែបនេះស៊ីនីអើយតើអ្នកមានឮទេគេគ្រប់គ្នាគិតថានាងគឺជាមនុស្សកុហ្វក់តើនាងខ្មាស់គេទេខ្ញុំគិតថាមានបុរសណាចង់បានអ្នកទៀតឥឡូវនេះនាងគឺជាមនុស្សស្រីដែលកុហ្វក់លោកស៊ូគាត់បានសួរទៅតួស្រីយើងថាតើអ្នកមិនអីទេឬអ្នកសុខសប្បាយទេអ្នកកំភៃអីអ្នកកំខ្លាចអីអ្នកកំពិបាកអីខ្ញុំនឹងនៅក្បែរអ្នកការពារអ្នកតួស្រីយើងក៏បានឆ្លើយថាខ្ញុំមិនអីទេបន្ទាប់មកតួស្រីយើងក៏និយាយទៅកាន់លោកលូជីថារឿងវាកើតឡើងដូច្នេះអ្នករាល់គ្នាក៏មកទីនេះថ្ងៃនេះសូមអ្នកទាំងអស់គ្នាជួយវិនិច្ឆ័យដល់ខ្ញុំផងខ្ញុំមិនដឹងថាអ្វីដែលល្អសម្រាប់ខ្ញុំទេវាគឺជាគាត់លូជីវាគួរឲ្យស្អប់ខ្ពើមបន្ទាប់មកតួស្រីយើងគាត់ក៏បានចុចវីដេអូឲ្យអ្នកទាំងអស់គ្នាបានឃើញពីការផិតក្បត់របស់លោកលូជីបន្ទាប់ពីតួស្រីយើងបានចុចវីដេអូនោះពួកអ្នកទាំងពីរគឺភ្នែកសស្កាស់តែម្ដងដល់ពេលនេះតួស្រីយើងបានយកវីដេអូដែលពួកគាត់ទាំងពីរបានកាពាក់ប្រពន្ធគ្នានៅក្នុងផ្ទះរបស់គាត់យកមកឲ្យអ្នកទាំងអស់គ្នាបានដឹងបានឮតែម្ដងណាកុំឲ្យថាតួស្រីយើងនេះផិតក្បត់អ្នកទាំងពីរគឺភ័យមកគេតែម្ដងមិនដឹងយកមុខទុកឯណាទេនៅទីនោះហើយនឹងអ្នកកសែតក៏បាននិយាយថាពិតជារន្ធត់ខ្លាំងណាស់មកបោកអាក្រាតប្រពន្ធប៉ុន្តែមនុស្សទាំងពីរនេះគឺត្រូវបានលាតត្រដាងតែម្ដងតែរឿងនេះគួរដាក់ចំណងជើងថាម៉េចអ្នកនាងស៊ីរុកក៏បាននិយាយថាទីនេះតើអ្នកកំពុងធ្វើអ្វីឆាប់បិទវាទៅបិទវាឲ្យឆាប់ហើយអ្នកកសែតទាំងអស់គ្នាឆាប់ឈប់ថតភ្លាមនឹងស្រែកបានទំហឹងតែម្ដងឲ្យអ្នកកសែតឈប់ថតភ្លាមបន្ទាប់មកលោកលូជីក៏បាននិយាយថាស៊ីនេះខ្ញុំចង់ដឹងថាអ្នកបានវីដេអូនេះដល់របៀបណាទោះស្រីយើងគាត់ក៏បានសម័យឲ្យលោកលូជីបានដឹងថាប្រហែលខែមុនគាត់បានយកកាមេរ៉ានេះដាក់ក្នុងផ្ទះរបស់គាត់ខ្លងមើលប្តីរបស់គាត់ថាបានធ្វើអ្វីខ្លះជាមួយនឹងប្អូនស្រីរបស់គាត់ដើម្បីយកវីដេអូនេះធ្វើជាភស្តុតាងក៏ពីទោះស្រីយើងសម័យចាប់នាងក៏បាននិយាយបន្តទៀតថាលោកលូជីបើសិនជាអ្នកមិនចង់ឲ្យអ្នកទាំងអស់គ្នាបានដឹងលុះត្រាតែអ្នកនេះមិនបានធ្វើបើអ្នកមិនបានធ្វើឲ្យខ្ញុំនេះអន់ចិត្តនោះគ្រាន់តែជារឿងតូចតាចទេដែលខ្ញុំធ្វើបែបនេះបាននោះចំណុចសំខាន់អ្នកគឺជាឫសគល់នៃអ្វីគ្រប់យ៉ាងហើយអ្នកក៏បានសោកស្ដាយផងដែរនៃអាពាហ៍ពិពាហ៍នេះអូនសុំទោសបងបន្ទាប់ពីតួស្រីយើងនិយាយចាប់លោកស៊ូគាត់ក៏បានហុចกระดาษលែងលះមកឲ្យតួស្រីរបស់យើងតួស្រីយើងបានទទួលហើយនាងក៏បាននិយាយទៅកាន់លោកលូជីថានេះគឺជាដីកាលែងលះជាកំហិតរបស់តុលាការត្រូវបានចេញហើយលិខិតនេះខ្ញុំក៏បានឲ្យអ្នកម្ដងរួចទៅហើយខ្ញុំមិនចាំបាច់ឲ្យអ្នកណាម្នាក់យកឲ្យអ្នកទៀតផងដែរបន្ទាប់ពីតួស្រីយើងនិយាយដូច្នេះលោកលូជីក៏បានដើរតម្រង់មករកតួស្រីយើងក៏បោះกระดาษលែងលះនឹងកណ្ដាលមុខតែម្ដងបន្ទាប់មកលោកលូជីគាត់ក៏បាន
រើសกระดาษលែងលះនឹងមកហើយគាត់ក៏បាននិយាយទៅកាន់តួស្រីយើងថាស៊ីនេះតើអ្នកពិតជាមានកម្រងលែងលះខ្ញុំពិតមែនដែរឬទេបន្ទាប់មកលោកជីគាត់ក៏បានបើកក្រដាសនឹងមើលគាត់ពិតជានឹកស្មានមិនដឹងហើយគាត់ក៏បានសើចគាត់មិននឹកស្មានទេថាតួស្រីយើងនេះលែងលះគាត់ក៏បានសើចតែម្ដងគាត់ក៏បាននិយាយថាស៊ីនេះតើអ្នកភ្លេចហើយមែនទេកាលពី7ឆ្នាំមុនអ្នកត្រូវបានគេចាប់រំលោភមានគេថតវីដេអូនោះហើយបង្ហោះតាមអ៊ីនធឺណិតខ្ញុំគិតថាក្រៅពីខ្ញុំគ្មានអ្នកណាស្រឡាញ់អ្នកពិតប្រាកដទេខ្ញុំស្រឡាញ់អ្នកហើយនៅជាមួយអ្នកជារៀងរហូតបន្ទាប់ពីលោកជីនិយាយដូច្នេះតួស្រីយើងខឹងខ្លាំងណាស់គាត់ទះមួយកំភ្លៀងគាត់និយាយថាខ្ញុំពិតជានឹកស្មានមិនដល់ថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលក្បត់ខ្ញុំទេតើនេះជាការផាត់ក្បត់នៃអាពាហ៍ពិពាហ៍នេះមែនទេបន្ទាប់ពីតួស្រីយើងនិយាយដូច្នេះលោកជីក៏និយាយថាតើអ្នកនិយាយនេះមានន័យយ៉ាងណាខ្ញុំគ្រាន់តែដឹងថាគ្មានខ្ញុំគ្មានអ្នកណាចង់បានអ្នកទេអ្នកដឹងទេថាអ្នកកុហ្វក់ប៉ុណ្ណាតើអ្នកដឹងទេថាអ្នកកំពុងខ្លាយជាមនុស្សដែលកុហ្វក់ខ្លាំងបំផុតខ្លាំងពេកហើយភាសាព័ត៌មានក៏បាននិយាយថាសូម្បីតែប្តីរបស់នាងបានរៀបការជាមួយគ្នារយៈពេល7ឆ្នាំក៏គេមិនចូលចិត្តនាងដែរអ្នកកសែតបានឲ្យតួស្រីយើងពន្យល់រឿងនេះធ្វើឲ្យតួស្រីយើងនេះថប់អារម្មណ៍ចង់ដួលសន្លប់តែម្ដងរំពេចនោះលោកស៊ូគាត់ក៏បានរត់មកយកអាវក្រៅរបស់គាត់នេះក្របទៅលើតួស្រីយើងធ្វើឲ្យតួស្រីយើងនេះកក់ក្ដៅចិត្តលោកស៊ូគាត់ក៏បាននិយាយទៅកាន់តួស្រីយើងថាមិនអីទេដរាបណាខ្ញុំនៅទីនេះខ្ញុំនឹងការពារអ្នកមិនឲ្យអ្នកណាគេមកធ្វើបាបអ្នកនោះទេនៅពេលនេះតួស្រីយើងមានអ្នកផ្ដល់កម្លាំងចិត្តឲ្យនាងហើយរីឯលោកលូជីបានឃើញបែបនេះគឺស្រឡាងកាំងផងដែរ